ទ្វីប Sichuan ក៏មានទៀនបំភ្លឺដោយខ្លួនឯងទាំងនេះដែរប៉ុន្តែពួកវាទាំងអស់ត្រូវបានគ្រប់គ្រងដោយអរិវេទមន្ទោចឬអគ្គរាជវិរុទ្ធនៅពេលដែលការសម្លឹងមើលរបស់គាត់ដោយចៃដន្យឲ្យទៅលើទិដ្ឋភាពនៅខាងក្រៅយកការភ្ញាក់ផ្អើលបានលេចឡើងនៅក្នុងភ្នែកដ៏ស្រស់ស្អាតរបស់គាត់ដោយឈរនៅលើដំបូលហើយក្រឡេកមើលពីចម្ងាយគាត់បានឃើញអគារជាច្រើនយានជំនិះមិនស្គាល់មុខបើកកាត់តាមដងផ្លូវឆ្លងកាត់ហើយអ្នកថ្មើរជើងដើរមកទាំងស្លៀកពាក់ខោអាវចម្លែកកន្លែងនេះហាក់ដូចជាខុសគ្នាទាំងស្រុងពីទ្វីប Sichuan ជាងនេះទៅទៀតវាគ្រាន់តែជាការការពារពីព្រះទេពគុណអមតៈប៉ុណ្ណោះទើបមនុស្សជាតិបានឆ្លងកាត់ទុក្ខលំបាកនិងទុក្ខលំបាករាប់ពាន់ឆ្នាំលែងគោរពប្រណិប័តអំណាចនិងរស់នៅប្រកបដោយសុខសន្តិភាពនិងស្ថិរភាពការរស់នៅទីនេះនឹងមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នាពិភពនៃពូជមនុស្សគេយ៉ាក់សេបានស្ដាប់ពាក្យរបស់ខ្ញុំបាត់បង់ការគិតម្ដងទៀតតើគាត់ធ្លាប់ជាសមាជិកនៃពូជមនុស្សទេពួកគេទាំងពីរនាក់បានមកដល់អគារផ្ទះល្វែងមួយបន្ទាប់ពីម៉ោង 7 ពាក់កណ្ដាលអាធ្រាត្រហើយស្ថានីយ៍រថភ្លើងក្រោមដីត្រូវបានបិទរួចហើយការដឹកជញ្ជូនមិនងាយស្រួលទេខ្ញុំចង់ជិះតាក់ស៊ីប៉ុន្តែទូរស័ព្ទរបស់ Len Fan ត្រូវបានស្ត្រីម្នាក់នោះកាច់ជាពីរខ្ញុំបានស្នើថាតោះជិះកង់រួមគ្នាគូវានឹងចំណាយពេលត្រឹមតែ10នាទីប៉ុណ្ណោះគេយ៉ាក់សេក្រឡេកមើលការបង្ហាញរបស់នាងបង្ហាញពីភាពស្លូតត្រង់ដែលមិនធ្លាប់មានពីមុនមកខ្ញុំចង់ទៅទីនោះសង្ស័យអ្នកអាចជិះបានក៏ខ្ញុំស្រាប់តែដឹងថាគេយ៉ាក់សេប្រហែលជាមិនអាចជិះកង់បានទេប្រសិនបើនាងដួលនាងទំនងជាខឹងម្ដងទៀតមុនពេលគេយ៉ាក់សៃអាចឆ្លើយបានខ្ញុំបានអូសកង់មួយរួចជិះឡើងលើហើយនិយាយដោយស្នាមញឹមបន្តិចបិទកៅអីពីក្រោយខ្ញុំក្រឡេកមើលកៅអីកង់តូចគេយ៉ាក់សៃឈប់មួយផ្លែតតូចមិនអាចជិះបានខ្ញុំបានចាប់ផ្ដើមជិះកង់រួមរបស់ខ្ញុំដោយដើរតាមកតានេះជាកង់ប្រភេទអ្វីហើយអ្វីបានជាវាមិនស្ថិតស្ថេរដូច្នេះគេយ៉ាក់សេបានត្អូញត្អែវាជាលើកដំបូងដែលគាត់បានទទួលការព្យាបាលមិនល្អបែបនេះឬដូច្នេះខ្ញុំតបវិញទាំងខឹងថាបុមិនក៏ឯងមិនចាប់ចង្កេះនោះនឹងធ្វើឲ្យវាកាន់តែរឹងមាំទឹកមុខរបស់គេយ៉ាក់សេប្រែជាត្រជាក់ពួកខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅឱកាសមួយបន្ថែមទៀតដើម្បីគិតក៏ភ្លាមនោះខ្ញុំដឹងកំហុសរបស់ខ្ញុំហើយបានចេញទៅក្រៅខ្ញុំមិនបានព្យាយាមបន្ទន់អារម្មណ៍ទេគ្រាន់តែនិយាយលេងគេយ៉ាក់សេបានមើលមកខ្ញុំដូចនេះហើយគាត់ពិតជាមិនអាចយល់ពីរបៀបដែលខ្ញុំបានបណ្ដុះបណ្ដាលឲ្យខ្លាំងជាងគាត់នោះទេនៅតាមផ្លូវខ្ញុំកំពុងប្រាប់គេយ៉ាក់សេអំពីអ្វីគ្រប់យ៉ាងដែលខ្ញុំបានឃើញវត្ថុដែលមានល្បឿនលឿនទាំងនោះត្រូវបានគេហៅថារថយន្តអ្នកអាចគិតថាវាជាយានជំនិះក្រឡេកមើលវត្ថុទាំងនោះហៅថារថយន្តស្រាប់តែសួរថាចុះហេតុអ្វីបានជាអ្នកមិនមានយានជំនិះហៅថាឡាននេះធ្វើឲ្យខ្ញុំអាម៉ាស់បន្តិចស្ត្រីម្នាក់នេះពិតជាមិនដឹងពីរបៀបនិយាយនាងគ្រាន់តែបុកកន្លែងឈឺរបស់ខ្ញុំនៅតាមផ្លូវអ្នកធ្វើដំណើរឆ្លងកាត់មិនប្រឡាក់ដោយសម្លៀកបំពាក់របស់គេយ៉ាក់សេយ៉ាងណាមិញការលេងសើចនិងបង្កើតឧបទ្ទវហេតុដ៏គួរឲ្យភ្ញាក់ផ្អើលគឺជាកំហឹងទាំងអស់នាពេលបច្ចុប្បន្ននេះហើយអត្រានៃការងារក្បាលរបស់យ៉ាក់សេគឺគួរឲ្យភ្ញាក់ផ្អើល100មនុស្សម្នាងឿងឆ្ងល់និងសម្រស់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់នាងនឹងរូបរាងបិសាចគេយ៉ាក់សេក៏ភ្ញាក់ផ្អើលដែរដែលស្ត្រីនៅទីនេះមិនស្លៀកខោទោះបីជានាងជាអធិរាជបិសាចក៏ដោយក៏នាងដឹងយ៉ាងច្បាស់ថាជើងរបស់ស្ត្រីគឺគ្រាន់តែត្រូវមើលដោយស្វាមីរបស់នាងប៉ុណ្ណោះបើមិនដូច្នេះទេវាត្រូវបានចាក់ទុកថាគ្មានប្រយោជន៍មិនយូរប៉ុន្មានពួកយើងបានមកដល់សន្តាគារមួយខ្ញុំបានរំលឹកគាត់ម្ដងទៀតថាពេលយើងនៅខាងក្នុងហើយកុំនិយាយអ្វីមួយម៉ាត់បើអ្នកណាសួរអ្នកអ្វីគ្រាន់តែនិយាយថាអ្នកជាមិត្តស្រីរបស់ខ្ញុំគេយ៉ាក់សេងឿងឆ្ងល់មិនយល់ថាសង្សារជាអ្វីប៉ុន្តែនៅតែយល់ព្រមដោយលួងខ្លួនឯងថាគាត់មិនទាន់ស្គាល់ពិភពលោកនេះទេដូច្នេះគួរតែស្ដាប់បុរសម្នាក់នេះសិនទៅទោះជាយ៉ាងណាគាត់មិនបានដឹងថាគាត់ហាក់ដូចជាមិនខ្វល់នឹងការរៀបចំរបស់ខ្ញុំទេបន្ទាប់ពីចូលទៅក្នុងបន្ទប់ខ្ញុំចាប់ផ្ដើមសង្កេតមើលគេយ៉ាក់សេនាងមានរូបរាងស្អាតណាស់ខ្ញុំត្រូវតែនិយាយចង្កេះស្ដាងជើងវែងរាងស្លេមដោយកត់សម្គាល់ការសម្លឹងរបស់ខ្ញុំគេយ៉ាក់សេបានលើកចិញ្ចើមបើភ្នែករបស់អ្នកនៅតែដើរជុំវិញពេលគាត់និយាយចប់សីតុណ្ហភាពក្នុងបន្ទប់ក៏ធ្លាក់ចុះភ្លាមឃើញបែបនេះខ្ញុំក៏ពន្យល់យ៉ាងរហ័សថាគូសុំមេត្តាគុំយកច្រឡំខ្ញុំអីខ្ញុំមិនមែនជាមនុស្សល្ងីល្ងើទេខ្ញុំគ្រាន់តែសម្លឹងមើលសម្លៀកបំពាក់ទំហំណាដែលគួរទិញឲ្យអ្នកសម្លៀកបំពាក់និងគ្រឿងប្រើប្រាស់នៅខាងក្នុងក៏ត្រូវជំនួសដោយរបស់ដែលមកពីពិភពលោកនេះដែលឬបែបនេះមុខរបស់គេយ៉ាក់សេប្រែជាពណ៌ក្រហមស្វាយភ្លាមហើយមួយវិនាទីបន្ទាប់ដើរវែងមួយបានចំខ្ញុំរួចហើយបើអញហ៊ាននិយាយពាក្យជាទៀតអញនឹងកាត់អញនៅទីនេះយើងមិនហ៊ាននិយាយពាក្យផ្សេងទេហើយក៏រត់ចេញទៅភ្លាមពេលខ្ញុំត្រឡប់មកវិញខ្ញុំបានកាន់ថង់ពីរប៉ុន្តែការបញ្ចេញមាត់របស់ខ្ញុំចម្លែកណាស់វាហួសពាក់កណ្ដាលអធិរាជទៅហើយតើខ្ញុំអាចរកហាងលក់សម្លៀកបំពាក់ណីណាកន្លែងតែមួយគត់ដែលខ្ញុំអាចទៅបានគឺហាង24ម៉ោងខ្ញុំបានទិញសម្លៀកបំពាក់នារីដោយចៃដន្យហើយអង្គុយលើគ្រែគេយ៉ាក់សៃដែលកំពុងបណ្ដុះឃើញការបញ្ចេញមាត់របស់ខ្ញុំហើយមើលទៅឆ្ងល់គឺមានរឿងអីមានបញ្ហាខ្ញុំក្រឡេកមើលកាបូបក្នុងដៃហើយងឿងឆ្ងល់មួយសន្ទុះមុននឹងនិយាយថាក៏ខ្ញុំបានទិញខោអាវហើយប៉ុន្តែរចនាប័ទ្មនេះមិនសូវស្រួលទេមិនអីទេខ្ញុំបានគិតរួចហើយតាំងពីខ្ញុំសម្រេចចិត្តមកទីនេះខ្ញុំអាចទ្រាំនឹងរឿងតូចតាចនេះបាននិយាយរួចក៏យកសម្លៀកបំពាក់ចូលបន្ទប់ទឹកបន្ទាប់ពីបង្រៀនគាត់ពីរបៀបប្រើបន្ទប់ទឹកខ្ញុំបានសួរគាត់ថាតើគាត់ចង់ញ៉ាំអ្វីនេះភ្ញាក់ផ្អើលគេយ៉ាក់សេគាត់មិនអាចចាំពេលដែលគាត់បានញ៉ាំលើកចុងក្រោយនេះទេគាត់បានឆ្លើយដោយស្ងប់ស្ងាត់ថាអ្វីក៏ដោយមិនអីទេនិយាយអញ្ចឹងក៏ខ្ញុំបាននិយាយថាខ្ញុំសូមប្រាប់អ្នកអំពីអាហារដែលអ្នកមាននៅទីនោះពិភពលោកនេះមិនមានវាទេប្រសិនបើអ្នកមិនចូលចិត្តវាកុំដកដាវរបស់អ្នកមកវាប្រហារខ្ញុំពេលនោះខ្ញុំស្រាប់តែដឹងថាខ្ញុំស្គាល់គាត់ស្ត្រីម្នាក់នេះក្រោយមកហាក់ដូចជាមិនដែលឃើញស្ត្រីនេះសាច់ឡើយគេយ៉ាក់សៃសម្លឹងមើលមុខញញែមរបស់ខ្ញុំបាត់បង់ការគិតតើបុរសម្នាក់នេះអាចរស់នៅយ៉ាងស្រួលនិងគ្មានការខ្វល់ខ្វាយយ៉ាងដូចម្តេចគាត់ថែមទាំងមានអារម្មណ៍ច្រណែនទៀតផងគាត់បានគិតពីអាយុវែងរបស់គាត់ពោពេញទៅដោយការជឿចាប់ភាពឯកោ1000ឆ្នាំដែលបានធ្វើឲ្យបេះដូងរបស់គាត់ក៏បន្តិចម្ដងធ្វើឲ្យអារម្មណ៍របស់គាត់រលាយបាត់បន្តិចម្ដងពេលខ្ញុំចេញពីបន្ទប់ទឹកខ្ញុំបានឮសំឡេងទឹកហូរគិតពីស្ទីលម៉ូដសម្លៀកបំពាក់ខ្ញុំឆ្ងល់ថាតើនារីម្នាក់នេះនឹងខ្ចាត់ខ្ចាយភេទរបស់ខ្ញុំបន្ទាប់ពីនាងស្លៀកសម្លៀកបំពាក់នោះឬយ៉ាងណាក៏ខណៈដែលខ្ញុំកំពុងតែគិតពីវិធីពន្យល់ខ្លួនឯងស្រាប់តែយឺសំឡេងស្រែកយ៉ាងខ្លាំងពីក្នុងបន្ទប់ទឹកថាបើហេលីនអ្នកមកនេះហើយវាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលតើស្ត្រីម្នាក់នេះនឹងចាក់សម្លាប់ខ្ញុំឬគិតបែបនេះខ្ញុំក៏គិតចង់រត់ចេញភ្លាមប៉ុន្តែពេលនោះខ្ញុំបានឮសំឡេងគាត់ឆ្លោះគ្នាថាខ្ញុំអត់ដឹងស្លៀកពាក់នេះមិនខ្ញុំមិនចេះនិយាយក្មេងស្រីឈួតនេះគុំឆ្ងល់ថាគាត់កំពុងដាំដុះគាត់បានធ្វើឲ្យខ្លួនគាត់ល្ងងតើការស្លៀកពាក់គាត់ពិបាកយ៉ាងណា
រំពេចនោះវាមានអារម្មណ៍ថាពិបាកណាស់តើខ្ញុំត្រូវចូលទៅជួយគាត់ស្លៀកពាក់ទេខ្ញុំច្បាស់ជាស្លាប់នៅពេលនោះវាជាចង្វាក់គ្មានវិធីផ្សេងក្រៅពីប្រាប់គាត់ពីរបៀបស្លៀកពាក់តាមជញ្ជាំងបន្ទាប់ពីការណែនាំយ៉ាងយកចិត្តទុកដាក់របស់ខ្ញុំទីបំផុតគាត់បានយល់ពីរបៀបស្លៀកពាក់ប៉ុន្តែបន្ទាប់ពីរងចាំជាច្រើននាទីគាត់នៅតែមិនចេញមកដោយគិតថាជាមួយនឹងបុគ្គលិកលក្ខណៈអភិរក្សរបស់គាត់ប្រហែលជាខ្មាស់អៀនពេកក្នុងការចេញមកខ្ញុំក៏រៀបចំផែនការមួយខ្ញុំបានប្រើសម្លេងតានតឹងនេះអាក្រក់មែនទេមនុស្សខ្លាំងម្នាក់បានរកឃើញអ្នករួចហើយរត់ទៅពេលនិយាយចេញពីមាត់គាត់ភ្លាមស្រាប់តែមានសម្លេងផ្ទុះឡើងហើយទ្វារបន្ទប់ទឹកក៏របើករូបមួយបានភ្លឺឡើងហើយគេយកសេបានបង្ហាញខ្លួននៅចំពោះមុខខ្ញុំជាមួយនឹងការបញ្ចេញមិត្តដុល្លារិកប៉ុន្តែអ្វីដែលខ្ញុំបានឃើញបានធ្វើឲ្យខ្ញុំងឿងឆ្ងល់សក់សាមវែងរបស់នាងត្រូវបានប៉ាក់លើស្មារបស់នាងប្រសិនបើឯកសណ្ឋាននាវិកពណ៌សរបស់នាងជាមួយនឹងក្រវ៉ាត់តូចនិងសំពត់ខ្លីដែលផ្គូផ្គងជាមួយនឹងរាងដ៏ស្ដាងរបស់នាងនោះគឺពិតជាល្អឥតខ្ចោះខ្ញុំអាចនិយាយតាមត្រង់ថាខ្ញុំមិនដែលឃើញអ្នកណាស្អាតជាងនេះទេក្នុងជីវិតខ្ញុំគេយ៉ាប់សេបានដឹងថានាងត្រូវបានគេបោកហើយនៅពេលនោះដោយឃើញការសម្លឹងមើលដ៏ស្រឡាងកាំងរបស់ខ្ញុំនៅលើជើងរបស់នាងបានចូលមកជិតខ្ញុំដោយកំហឹងហើយចាប់កៅអៅរបស់ខ្ញុំឯងឈ្មោះលីនមិនហ៊ានលេងល្បិចមកលើអញតាមអារម្មណ៍របស់ខ្ញុំបែកញើសត្រជាក់ហើយពន្យល់យ៉ាងប្រញាប់ថាស្ងប់ស្ងាត់ចុះសូមស្ងប់ស្ងាត់ចុះខ្ញុំគ្រាន់តែបារម្ភពីសុវត្ថិភាពរបស់អ្នកព្រោះអ្នកមិនចេញមកក្រៅយូរពេកកុំហែកខោឲ្យខ្ញុំអីវាមានតម្លៃជាង30យន្តភ្លាមនោះមន្ត្រីអនុវត្តច្បាប់ជាច្រើនអ្នកបានប្រញាប់ប្រញាល់ចូលមកដោយស្រែកថាកុំផ្លាស់ទីមាននរណាម្នាក់រាយការណ៍ពីប្រតិបត្តិការខុសច្បាប់នៅទីនេះលើកដៃកន្លែងកើតហេតុបែរទៅការិយាល័យអនុវត្តច្បាប់ដែលខ្ញុំអង្គុយក្នុងបន្ទប់សួរចម្លើយមើលទៅស្រក់ទឹកភ្នែកខ្ញុំបានពន្យល់មន្ត្រីរួចហើយប៉ុន្តែមិនថាខ្ញុំពន្យល់យ៉ាងណាទេពួកគេគ្រាន់តែមិនជឿខ្ញុំពួកគេបានទូចថាខ្ញុំកំពុងធ្វើអ្វីខុសច្បាប់ដោយសារតែគេយកសៃនិងខ្ញុំកំពុងត្រូវបានសួរចម្លើយដោយឡែកពីគ្នាដោយគ្មានខ្ញុំនៅទីនោះដើម្បីរក្សាអ្វីនៅក្រោមការគ្រប់គ្រងនោះខ្ញុំពិតជាភ័យខ្លាចថាមេធ្មប់នឹងបំផ្ទុះការិយាល័យអនុវត្តនោះនឹងក្លាយជាទីបញ្ចប់នៃពួកយើងទន្ទឹមនឹងនោះនៅក្នុងបន្ទប់សួរចម្លើយមួយទៀតមុខរបស់គីយ៉ាក់ស៊ីគឺក្រៀមក្រំគាត់ដែលជា Demon Empress ដ៏ថ្លៃថ្នូរកំពុងត្រូវបានសួរចម្លើយដោយអ្នកផ្សេងដែលធ្វើឲ្យគាត់មានអារម្មណ៍អាម៉ាស់មិនគួរឲ្យជឿប្រសិនបើមិនមែនសម្រាប់លិនតែនិយាយថាមានមនុស្សដ៏មានអំណាចរាប់មិនអស់លាក់ខ្លួនក្នុងលោកនេះទេគាត់ច្បាស់ជាផ្ទុះហើយនៅពេលនេះអ្នកសួរចម្លើយគឺជាប៉ូលីសស្រីស្អាតក៏ប្រាប់ខ្ញុំតើអ្នកបានជួបបរិសុទ្ធនោះដោយរបៀបណាគីយ៉ាជាងងក់ក្បាលហើយឆ្លើយដោយចៃដន្យថាវាជាឱកាសជួបគ្នានេះធ្វើឲ្យប៉ូលីសស្រីស្រឡាំងកាំងឯងទៅសិនគីជាមួយមនុស្សចម្លែកដែលអ្នកទើបតែជួបមិនក៏ស្រីស្អាតបែបនេះមិនខ្វល់ពីខ្លួនឯងម្លេះមន្ត្រីរូបនោះបាននិយាយថាមិនអីទេយើងមិនអាចគ្រប់គ្រងវាបានទេតែមិនបានទ្វារបន្ទប់ទឹកខូចពួកគេបានពិនិត្យមើលទ្វារបន្ទប់ទឹកយ៉ាងយកចិត្តទុកដាក់ហើយបានរកឃើញថាវាមិនត្រូវបានគេវាបំបែកទេផ្ទុយទៅវិញវាហាក់ដូចជាវាត្រូវបានផ្ទុះឬបែបនេះគេយ៉ាក់សេពោពេញដោយការសង្ស័យប្រហែលជាយន្តហោះដ៏ខ្លាំងបែបនេះមិនដែលឃើញអក្ខរាវិរុទ្ធបែបនេះពីមុនមកទេឬមួយវាត្រូវបានបិទដោយសត្វដ៏មានឥទ្ធិពលទាំងនោះគិតដល់ចំណុចនេះគេយ៉ាក់សេមានអារម្មណ៍កាន់តែអាថ៌កំបាំងអំពីពិភពលោកនេះហើយមិនដឹងឆ្លើយយ៉ាងណាមួយផ្លែតដូច្នេះនាងបានប្រើអារម្មណ៍ដល់ទេវភាពរបស់នាងសួរខ្ញុំយ៉ាងខ្លីហើយគេយ៉ាក់សេបានឆ្លើយដោយពាក្យមួយថាក្បាច់គុណ